ជីវិតរបស់ខ្ញុំប៊ីអស់ដោយសារពេទ្យតើខ្ញុំអាចធ្វើអីបានជំរាបសួរនាងខ្ញុំហៀកខ្ញុំជាអ្នកជំងឺមហារីកសូដន់ដំណាក់កាលទី 3C ប្រភេទមហារីកជាសាច់កាយខ្លាំង Triple Negative នៅពេលដែលខ្ញុំគិតត្រឡប់ឡើងវិញទៅលើដំណើរនៃការព្យាបាលអឺធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីករបស់នាងខ្ញុំនៅមានរឿងមួយដែលនាងខ្ញុំមិនអស់ចិត្ត នេះខ្ញុំដឹងថាករណីមហារីកសូដន់នៅពេលកំឡុងពពោះឬក៏មួយឆ្នាំក្រោយសម្រាលកូនគឺជារឿងដែលកម្របំផុតវាកើតឡើងតែលើស្ត្រីម្នាក់ក្នុងចំណោម3000នាក់ដែលកំពុងពពោះឬក៏បំបៅដោះកូនទេក៏ប៉ុន្តែបើសិនជាវាគ្រាន់តែជាដុំសាច់នៅពេលដែលខ្ញុំរកឃើញដំបូងវាគ្រាន់តែជាដុំសាច់វាអត់មានសញ្ញាឈឺចាប់អ្វីទេអឺគ្រូពេទ្យធ្វើរោគវិនិច្ឆ័យខុសវាមិនជាបញ្ហាទេគាត់អាចច្រឡំថាវាជាការស្ទះរន្ធទឹកដោះឬក៏អីតែអ្វីដែលខ្ញុំមិនអស់ចិត្តគឺនៅពេលដែលស្ថានភាពនៃដុំសាច់នឹងបានវិវត្តធំឡើងពី3សង់ទីម៉ែត្ររហូតដល់5សង់ទីម៉ែត្ររួចហើយសន្តាននៃសាច់ប្រែទៅជារលាកបានន័យថាវាមានភាពក្រហមមានការឈឺនៅលើដោះហើយវាមានដុំសាច់តូចផ្សេងៗទៀតកើតឡើងតែគ្រូពេទ្យនៅតែមិនយកចិត្តទុកដាក់ហើយគ្រូពេទ្យនៅតែសន្និដ្ឋានថាជាការស្ទះរន្ធទឹកដោះហើយឲ្យខ្ញុំដូរម៉ាស៊ីនបូមនេះជាអ្វីមួយដែលខ្ញុំអត់អាចទទួលយកបាននៅពេលដែលខ្ញុំជួបគ្រូពេទ្យខាងផ្នែកអេកូគាត់បានបញ្ជាក់ច្បាស់ថាសន្តាននៃដុំសាច់ដែលខ្ញុំរកឃើញដំបូងហ្នឹងពី3សង់ទីម៉ែត្រឥឡូវវាឡើង5សង់ទីម៉ែត្រហ្នឹងសន្តានខាងក្នុងវាមានលក្ខណៈប្រែប្រួលវាឡើងមានសន្តានដូចជាទឹកដោះដែលខាប់វាទៅជាដូចជាអីដែលរឹងហើយគ្រូពេទ្យខាងអេកូគាត់ថាដោយសារគាត់មិនមែនជំនាញអញ្ចឹងឲ្យខ្ញុំពិគ្រោះរឿងហ្នឹងជាមួយនឹងគ្រូពេទ្យជំនាញខាងរោគស្ត្រីនៅពេលដែលឯកសារអេកូឬក៏អីហ្នឹងយកជួបគ្រូពេទ្យជំនាញហើយអ្វីដែលគាត់និយាយចេញមកគឺគាត់ថាការស្ទះរន្ធទឹកដោះហ្នឹងមកទុកយូរពេកអញ្ចឹងអត់អាចធ្វើអីជាមួយនឹងអានឹងបានទេវាទៅជារឹងហើយយកវាអត់ចេញទេអញ្ចឹងមានតែការពារកុំឲ្យវាមានស្ទះទៀតកុំឲ្យវាឡើងធំទៀតអញ្ចឹងឲ្យខ្ញុំដូរម៉ាស៊ីនពុម្ពខ្ញុំអត់អស់ចិត្តជាមួយនឹងការធ្វើរោគវិនិច្ឆ័យរបស់គាត់ដោយសារភាពមិនអស់ចិត្តរបស់ខ្ញុំធ្វើឲ្យខ្ញុំព្យាយាមរកពេទ្យផ្សេងទៀតក្នុងការជួយជីវិតខ្ញុំថ្លៃខ្ញុំបានជួបពេទ្យរួចហើយគាត់បានប្រាប់ថាគ្រូពេទ្យដែលអេកូគាត់អេកូឃើញថាវាអាចនឹងជាសាច់កាចហើយនិយាយទៅដំណើរក្នុងការខ្ញុំយកសាច់ទៅចោះរួចហើយមើលគឺតែ2ថ្ងៃចោះសាច់មើលថាជាសាច់កាចអត់2ថ្ងៃក្រោយមកដឹងថាជាមហារីកបន្ទាប់ពីការដឹងថាមហារីកទទួលការអេកូថតសួរថតអីមួយអាទិត្យក្រោយមកគឺខ្ញុំទទួលបានការចាក់គីមីដើម្បីទប់ស្ថានភាពដើម្បីកុំឲ្យវាវត្តព្រោះអីស្ថានភាពខ្ញុំគឺមហារីកសូដនរបស់ខ្ញុំគឺប្រភេទរីកលឿនមែនទែនដែលគ្រូពេទ្យអត់អាចចាំបានណាហើយវាជាអីដែលសំណាងខ្ញុំជួបពេទ្យជាច្រើនដើម្បីពិគ្រោះហើយនឹងជួយហើយនៅពេលដែលខ្ញុំចែកម្លែកវីដេអូនេះអ្វីដែលខ្ញុំចង់បានគឺខ្ញុំអត់ចង់ឲ្យស្ត្រីផ្សេងទៀតឆ្លងកាត់រឿងដូចខ្ញុំទោះបីវាជាករណីកម្រក៏ដោយព្រោះអីគាត់គ្រូពេទ្យដែលឲ្យខ្ញុំដូរបូមម៉ាស៊ីនបូមទឹកដោះហ្នឹងគាត់ណាត់ខ្ញុំមួយខែក្រោយខ្ញុំពិតជាសម័យអត់ចេញមែនថាបើសិនជាស្ថានភាពខ្ញុំទុកដល់មួយខែក្រោយទៀតតើជំងឺខ្ញុំនឹងវិវត្តដល់ណាព្រោះអីនៅពេលដែលខ្ញុំរកឃើញគឺជំងឺខ្ញុំចូលដំណាក់កាលទី 3C បើសិនជាវារាលដាលទៅដល់សរសៃឈាមឬក៏ចូលដល់សរីរាង្គផ្សេងទៀតតើខ្ញុំនឹងអស់សង្ឃឹមជាមួយនឹងការព្យាបាលឬក៏យ៉ាងណាតើជីវិតរបស់ខ្ញុំអាចនឹងចប់ដោយសារតែការធ្វើរោគវិនិច្ឆ័យនឹងខុសឬក៏សម្រាប់ខ្ញុំជួបរឿងជាច្រើនសុខ
បញ្ហាទម្ងន់បញ្ហាអីអញ្ចឹងខ្ញុំដឹងគុណមែនទែនសម្រាប់គ្រូពេទ្យការងារជាពេទ្យគឺជាការងារដែលមានទំនួលខុសត្រូវខ្ពស់ជាការងារដែលលំបាកតែនៅពេលដែលខ្ញុំចេញវីដេអូនេះខ្ញុំគ្រាន់តែចង់ដឹងថាក្នុងនាមជាអ្នកជំងឺម្នាក់ដែលទទួលរងនឹងការធ្វើរោគវិនិច្ឆ័យខុសដែលរោគវិនិច្ឆ័យនោះអាចប៉ះពាល់ដល់អាយុជីវិតតើខ្ញុំអាចធ្វើអីបានចំពោះផ្លូវច្បាប់ហើយតើខ្ញុំគួរទទួលបានការសុំទោសពីមន្ទីរពេទ្យនោះដែរឬទេឬក៏ការសងជំងឺចិត្តពីមន្ទីរពេទ្យនោះដែរឬទេនៅពេលដែលខ្ញុំដឹងថាខ្ញុំកើតមហារីកខ្ញុំបានផ្ញើឯកសារទៅពេទ្យតែទៅខាងផ្នែកទទួលភ្ញៀវពាក្យដែលខ្ញុំទទួលបានគឺបានតែត្រឹមថាអរគុណបងខ្ញុំនឹងប្រាប់ទៅពេទ្យបន្ថែមទៀតសម្រាប់ខ្ញុំជាមនុស្សម្នាក់ខ្ញុំយល់ថាមនុស្សអាចធ្វើខុសតែអ្វីដែលសំខាន់នៅពេលដែលធ្វើខុសមនុស្សគួរតែទទួលខុសត្រូវទៅលើរឿងហ្នឹងតែខ្ញុំអត់មានទទួលបានអ្វីក្រៅពីពាក្យប៉ុណ្្នឹងឯងសម្រាប់ខ្ញុំគិតថាខ្ញុំសមនឹងទទួលពាក្យសុំទោសពីគ្រូពេទ្យឬក៏ពេទ្យហ្នឹងអ្វីដែលសំខាន់ពេទ្យដែលខ្ញុំទៅហ្នឹងមិនមែនជាពេទ្យទូចទៀតអឺជាពេទ្យដែលគាត់មានសាខាហើយមានគេ follow តាមដាន page របស់គាត់ហ្នឹងក៏ច្រើនដែរដល់ពេលអញ្ចឹងខ្ញុំពិតជាអត់អស់ចិត្តនៅពេលដែលខ្ញុំអត់ចេញវីដេអូដើម្បីនិយាយពីរឿងហ្នឹងតែនេះជាការគោរពទៅដល់មន្ទីរពេទ្យជាការគោរពទៅដល់ពេទ្យគឺខ្ញុំអត់បញ្ចេញឈ្មោះថាជាពេទ្យមួយណានោះទេអឺសម្រាប់នាងខ្ញុំចង់បានមតិពីអ្នកទាំងអស់គ្នាបើសិនជាអ្នកជួបរឿងដូចខ្ញុំតើអ្នកអាចធ្វើអីបានហើយនឹងអ្នកដែលមានជំនាញខាងច្បាប់ឬក៏ខាងសុខាភិបាលព្រោះអីខ្ញុំអត់ចង់នៅជាមួយនឹងស្ថានភាពដែលពេលគិតឡើងវិញគឺខ្ញុំអត់អស់ចិត្តរឿងហ្នឹងក្នុងនាមជាអ្នកជំងឺម្នាក់ដែលទទួលរងនៅការធ្វើរោគវិនិច្ឆ័យខុសហើយបើសិនជាខ្ញុំអត់ឆ្លាតវៃក្នុងការរកជំនួយអត់រឹងមាំផ្លូវចិត្តក្នុងការរកជំនួយតើជីវិតខ្ញុំនឹងទៅជាយ៉ាងណា